ហើយសមាជិកក្រុមប្រឹក្សាស្រុកហើយជាប្រធានក្រុមការងារនៃគណៈបក្សប្រជាជាតិស្រុកបវលបានដឹកនាំក្រុមការងារទាំងអស់ជួបជាលើកទី2នៅក្នុងសាលារៀនស្ថិតនៅក្នុងចំណុចបឹង3ឃុំបឹង5ថ្ងៃមុនយើងបានមកម្ដងថ្ងៃទី17ខែ11 2014ក្នុងនោះយើងបានយកសម្ភារៈសិក្សាមួយចំនួនព្រមទាំងកាបឡូមួយមកជូនឲ្យលោកគ្រូតាមសំណពររបស់លោកអ៊ំពៅសាវឿនបាទលោកអ៊ំគាត់ជាប្រធានសហគមន៍នៅទីនេះបាទអបអរសាទរហើយទី2ដោយនឹងការស្នើសុំពីលោកគ្រូវុឌ្ឍតារាបាទគាត់ជាគ្រូបង្រៀននៅទីនេះបាទហើយដូច្នេះការខ្ញុំនៅពេលបានលិខិតស្នើសុំរបស់គាត់ក៏ទុកលិខិតនេះដើម្បីអំពាវនាវទៅថ្នាក់ឯកឧត្តមលោកជំទាវជាពិសេសលោកជំទាវមួសុភួរប្រធានក្រុមការងារខេត្តបាត់ដំបងហើយក្រោយដែលយើងបានធ្វើកិច្ចផ្ដល់ដំណឹងជូនដល់លោកជំទាវក៏បានមានការអំពាវនាវទៅដល់សប្បុរសជននៅខាងក្នុងនិងក្រៅប្រទេសហើយឆ្លើយតបទៅនឹងការងារនេះយើងបានឃើញខាងបងប្អូនចលនាបតីសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកនៅរដ្ឋកុកតុនលើកមុនណាខែមុនណាគាត់បានមកជួយឧបត្ថម្ភលោកគ្រូហ្នឹងហើយនឹងឲ្យខ្ញុំហ្នឹងបានទិញសម្ភារៈសិក្សាមានពេជ្រសិភៅជូនដល់សិស្សម្សាទៅហើយនេះជាលើកទី2នេះយើងបានមកពីខាងចលនាបតីសង្គ្រោះជាតិនៅរដ្ឋសេឡាដេសានៅរដ្ឋសេឡាដេសាតាមរយៈលោកជំទាវមួសុភួរដូចគ្នាហើយគាត់បានឲ្យខ្ញុំបានមកទិញស្បែកជើងជូនដល់សិស្សនិស្សិតហើយដល់ថ្ងៃមុនយើងមកបានឃើញសិស្សខ្លះមានស្បែកជើងហើយឥឡូវនេះខាងក្រុមការងារចលនាបតីសង្គ្រោះជាតិយើងនៅឯសេឡាដេសាហ្នឹងលោកបានឃើញថ្ងៃមុនអត់មានស្បែកជើងហើយបានលោកបានគិតគូរដល់ចំណុចហ្នឹងបាទហើយក៏ឲ្យខ្ញុំហ្នឹងទិញស្បែកជើងមកអ្នកមកគូហ្នឹងមានតែជើង2គូជើងយើងមាន2មែនទេអញ្ចឹងយើងសិស្សទាំងអស់អាចមានសិទ្ធិយកបានម្នាក់1គូយើងអបអរសាទរបាទសូមថ្លែងអំណរអគុណអញ្ចឹងដើម្បីកុំឲ្យឱកាសនេះបានប្រឡងពោះហើយការលោកគ្រូក៏មានប្រាក់ខែ140,000 1ខែដូច្នេះ6ខែទៅ1ឆ្នាំទើបរដ្ឋាភិបាលបើកឲ្យគាត់អញ្ចឹងហើយគាត់ក៏ធ្វើកិច្ចអន្តរាគមន៍ទៅខ្ញុំថាសូមជំនួយពីព្រោះអាចារ្យរាល់ខែនេះវាអត់មានបាទហើយមក6ខែបានបើកម្ដងហើយមួយខែ14,000រៀលគាត់គិតថាមិនគ្រប់មែនប៉ុន្តែបើមួយខែឲ្យ14,000ខែ14,000ខែជាគាត់អត់ពាវនាវទេតែដល់ពេលមួយខែវាបាក់រហូត6ខែបើកម្ដងឆ្នាំបើកម្ដងគាត់ថាអាពីដំណើរការទៅវាអត់តែអញ្ចឹងក៏ខ្ញុំនឹងបានពាវនាវទៅតាមជាលោកជំទាវមួសុភួរហើយការឆ្លើយតបនឹងស្ដីពាវនាវរបស់យើងនេះមានខាងខែមុនចលនាបតីសង្គ្រោះជាតិនៅរដ្ឋកុកតុនលើកនេះចលនាបតីសង្គ្រោះជាតិនៅរដ្ឋនៅសេឡាដេសាជាប្រចាំរាល់ខែណាដូច្នេះឥឡូវនេះ$20ដូចអរគុណដែលខាងសង្គ្រោះជាតិជួយជំនួយដល់យើងបាទនៅសាលារៀននេះជារៀងរាល់ខែខ្ញុំអរគុណណាស់បាទអរគុណជាទេវតាមកចលនាបតីសង្គ្រោះជាតិហើយជួយនឹងសូមអំណរគុណដល់សប្បុរសជននៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានជំនួយជារៀងរាល់ខែនិងជំនួយដល់សិស្សនិងនិស្សិតខ្ញុំបាទនេះឲ្យមានបច្ចេកមានសភៅស្មារតីអីគ្រប់គ្រាន់នេះគឺខ្ញុំអរគុណណាស់បាទអរគុណហើយជាដំបូងនេះខ្ញុំបាទសូមថ្លែងអំណរគុណរបស់អស់លោកស្រីដែលនៅក្នុងសហរដ្ឋអាមេរិកដែលលោកតែងតែគិតគូរដល់ផលប្រយោជន៍ប្រទេសជាតិបាទជាពិសេសគឺកូនខ្មែរដែលតែងតែរងគ្រោះគឺថាអស់លោកតែងតែសស្រាំយកចិត្តទុកដាក់ណាស់ចំពោះជាតិមាតុភូមិហើយជួយជាពិសេសជួយជនក្រីក្រហើយខ្ញុំមានអីក្រៅពីថ្លែងអំណរគុណចំពោះអស់លោកស្រីដែលនៅសហរដ្ឋអាមេរិកហើយនឹងគោរពជូនពរឲ្យអស់លោកស្រីទាំងអស់ឲ្យជួបតែនៅក្តីសុខគ្រប់ពេលវេលាហើយបន្តជួយការគ្រប់គ្រងដល់ជាពលរដ្ឋក្រីក្រខ្មែរយើងបន្តទៅទៀតបាទសូមអរគុណ